នៅក្នុងមេរៀននេះខ្ញុំបាទនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបនៃការបង្កើតតារាងស្ថិតិនៅក្នុង Microsoft PowerPoint 2010 បាទនេះគឺជាទ្រង់ទ្រាយស្ថិតិមួយនៃឧទាហរណ៍ថាមាន website មួយហើយមានផលិតផលហើយនេះគឺជាឆ្នាំនីមួយៗនៃការលក់ផលិតផលហើយនេះគឺជាចំនួនផលិតផលដែលបានលក់គិតជា million ឬក៏គិតជាអ្វីមួយពោលគឺជាទិន្នន័យដែលលោកអ្នកចង់ធ្វើបទបង្ហាញបាទដើម្បីបង្កើតទិន្នន័យនេះជាដំបូងសូមលោកអ្នកចូលទៅកាន់ slide ណាមួយថ្មីមួយទៀតបន្ទាប់មកលោកអ្នកអាចជ្រើសរើសនៅក្នុង insert chart ដែលមានត្រង់នេះស្រាប់ឬមួយក៏ករណីដែលលោកអ្នកមិនមានឃើញផ្ទាំងនេះមកទេឧទាហរណ៍យើងលុបវាចេញលោកអ្នកអាចធ្វើបានដោយចូលទៅកាន់ insert រួចហើយជ្រើសរើសយក chart ដែលមានត្រង់នេះបន្ទាប់មកគឺជាប្រភេទស្ថិតិដែលលោកអ្នកចង់ប្រើជា column បែបនេះឬជា line ឬមួយជា pie chart គឺជាប្រភេទថាសបែបនេះឬក៏ជា bar chart ដែលមានលក្ខណៈបែបនេះឬមួយក៏ area បាទគឺមានប្រភេទច្រើនដែលលោកអ្នកអាចប្រើបាននៅក្នុងករណីនេះខ្ញុំបាទសម្លឹកឧទាហរណ៍ទៅទៅនឹង column ធម្មតាមួយបន្ទាប់ពីលោកអ្នកជ្រើសរើសប្រភេទ column នេះហើយសូមចុច2ដងនៅលើរូបភាពគំរូណាមួយឬមួយក៏ចុចម្ដងហើយចុច OK នៅត្រង់នេះបន្ទាប់ពីចុចលើជម្រើសដែលលោកអ្នកបានជ្រើសរើសរួចហើយ Microsoft PowerPoint នឹងបើកនៅ Microsoft Excel ដែលលោកអ្នកអាចធ្វើការបញ្ចូលទិន្នន័យដែលលោកអ្នកចង់ប្រើនៅក្នុង PowerPoint នេះបានឧទាហរណ៍ដូចខាងដើមមិញគឺជាប្រភេទទំនិញឧទាហរណ៍ថាជា design បន្ទាប់មកមានជា laptop ហើយមាន advertisingបន្តមកទៀតយើងគិតជាឆ្នាំពីឆ្នាំ2009 2011 ហើយនៅផ្នែកខាងក្នុងនេះគឺជាទិន្នន័យនៃការលក់ឧទាហរណ៍ថាលក់នៅទិន្នន័យណាមួយលោកអ្នកអាចធ្វើការកែប្រែនៅត្រង់នេះឧទាហរណ៍10 20 30ឧទាហរណ៍ថាមានចំនួនស្មើគ្នាបែបនេះសូមធ្វើការប្រើប្រាស់នៅត្រង់ចំណុចនេះគឺដូចជា Excel អញ្ចឹងដែរឧទាហរណ៍ថានៅក្នុង3ឆ្នាំនេះគឺទិន្នន័យដូចគ្នាបែបនេះលោកអ្នកអាចបញ្ចូលទិន្នន័យតាមករណីជាក់ស្ដែងរបស់លោកអ្នកបាទបន្ទាប់ពីជ្រើសរើសរួចហើយលោកអ្នកអាចធ្វើការផ្លាស់ប្ដូរបានប៉ុន្តែករណីដែលឧទាហរណ៍ថាលោកអ្នកមិនមានមុខទំនិញ3បែបនេះទេលោកអ្នកមានតែ2លោកអ្នកអាចទាញនៅត្រង់ចំណុចនេះដាក់ម៉ៅចេញសញ្ញាព្រួយបែបនេះរួចហើយទាញមកក្រោយវិញមួយបែបនេះនោះទំនិញនឹងសល់តែ2ទេបាទនឹងបង្ហាញតែ2ទេប៉ុន្តែបើករណីមាន4ឬ5ច្រើនជាងហ្នឹងឧទាហរណ៍លោកអ្នកអាចបន្ថែមវាបានដោយវាបញ្ចូលហើយវាបញ្ចូលនៅទិន្នន័យទាំងនេះឧទាហរណ៍យើង copy ដាក់មកនេះជាឧទាហរណ៍បាទបន្តមកទៀតលោកអ្នកអាចធ្វើដូចមិញដែរគឺយកម៉ៅចេញជាសញ្ញាព្រួយបែបនេះវាដល់ទីតាំងនៃទិន្នន័យដែលយើងចង់បង្ហាញនៅក្នុង graph នេះបាទនៅពេលនេះគឺមានប្រភេទ4បាទន័យថា4ទិន្នន័យដែលយើងបង្ហាញតាមឆ្នាំនីមួយៗបាទដើម្បីជាបង្ហាញជាឧទាហរណ៍ក្នុងករណីនេះខ្ញុំបាទសូមយកត្រឹមតែ3ទេហើយចំហនេះគឺយើងអត់យកទេ delete ចេញវិញបាទបន្ទាប់ពីបានតារាងបែបនេះហើយលោកអ្នកអាចធ្វើការបិទ Excel នេះចេញវិញបាទនៅពេលនេះយើងនឹងមកកាន់ PowerPoint របស់យើងវិញនៅក្នុង Microsoft PowerPoint នេះលោកអ្នកត្រូវដាក់ម៉ៅចុចទៅលើរូប graph មួយនេះបន្ទាប់មកលោកអ្នកឃើញផ្នែកខាងលើគឺមានជាប្រភេទ layout ផ្សេងដែលយើងអាចប្រើបាននៅក្នុង graph មួយនេះករណីដែលលោកអ្នកចង់បន្ថែមជាទិន្នន័យថាឈ្មោះឆាតឈ្មោះអី
ហើយផ្នែកខាងនេះជាអ្វីហើយខាងក្រោមនេះគឺជាអ្វីលោកអ្នកអាចចុចនៅលើ graph នេះហើយបន្ទាប់មកជ្រើសរើសយកកន្លែង chart layout នេះឬចុចសញ្ញាព្រួយមួយនេះព្រួយនៅខាងក្រោមគេនេះលោកអ្នកនឹងឃើញ layout ទាំងអស់ដែលមានឲ្យយើងអាចជ្រើសរើសបានហើយ layout ដែលរើសយកបានទិន្នន័យគ្រប់ទាំងអស់នោះគឺ layout មួយនេះដែលមានជា title ហើយនឹងចំណងជើងផ្នែកខាងឆ្វេងហើយនិងខាងក្រោមសូមចុចលើជម្រើសនេះលោកអ្នកនឹងបាន title មក chart title ដូច្នេះលោកអ្នកអាចសរសេរជាចំណងជើងនៃ chart មួយនេះឬក៏តារាងមួយនេះហើយខាងនេះគឺជាអ្វីដែលលោកអ្នកអាចសរសេរបានទាក់ទងទៅនឹងថាតើទិន្នន័យនេះគឺជានិយាយអំពីអ្វីហើយខាងក្រោមដូចគ្នាឧទាហរណ៍ឥឡូវយើងសរសេរតែម្ដងទៅនៅខាងក្រោមនេះគឺទាក់ទងនឹងឆ្នាំហើយខាងលើនេះឧទាហរណ៍ថា sales report ឧទាហរណ៍ហើយខាងក្រោមនេះទាក់ទងទៅនឹង number of sales សូមធ្វើការលុបពាក្យដែលមានស្រាប់នេះបន្ទាប់ពីរៀបចំរួចរាល់ហើយនោះលោកអ្នកនឹងបានទិន្នន័យមួយដែលលោកអ្នកធ្វើការបត់បង្ហាញបានហើយដូចគ្នានឹងករណីរូបភាពដែរគឺយើងអាចធ្វើការបង្រួមឬពង្រីកហើយនឹងផ្លាស់ប្ដូរទីតាំងករណីដែលលោកអ្នកធ្វើការផ្លាស់ប្ដូរច្រឡំបែបនេះអាចចុច Ctrl Z ដើម្បីថយក្រោយវិញបាទហើយធ្វើការផ្លាស់ប្ដូរទ្រង់ទ្រាយតាមការចង់បានរបស់លោកអ្នកបាទមេរៀនថ្ងៃនេះត្រូវបានដល់ទីបញ្ចប់ខ្ញុំបាទសូមអរគុណចំពោះការតាមដានសិក្សាទាំងអស់គ្នា